ពាននោះឡើយលោកហ៊ុនសែនថ្លែងថាកុំប្រៀបប្រដូចរូបលោកទៅនឹងមេដឹកនាំផ្ដាច់ការនៅមជ្ឈមបូព៌ាគឺលោកម៉ូម៉ៅហ្កាដាហ្វីប្រសិនជាមិនចង់ឲ្យផ្ទុះសង្គ្រាមថ្ងៃ23ដុល្លារនិយាយនៅភ្នំពេញគេថាហ៊ុនសែននឹងមានវាសនាដោយកាដាហ្វីអញ្ចឹងបើមានវាសនាដោយកាដាហ្វីមានតែវាយគ្នាព្រោះកាដាហ្វីធ្លាក់ដោយសារគេវាយតាអញ្ចឹងលោកឯងចង់វាយគ្នាបើចង់វាយគ្នាអូខេមានពុនឆៃគ្របស្គាល់ហើយតាហ៊ុនសែនវាយបាក់ចងក្រងរហូតដល់ថ្ងៃនេះកាដាហ្វីដោយសារពួក NATO វាយហើយជួយឲ្យសង្គ្រាមពីខាងក្រោមបានគេធ្វើឲ្យស្លាប់កាដាហ្វីអញ្ចឹងមានណៃចង់ធ្វើសង្គ្រាមបើណៃចង់សង្គ្រាមខ្ញុំសូមជូនអាវុធមកឃ្លាំងអញ្ជើញមកខ្ញុំឲ្យអាវុធមកឃ្លាំងចាតតងនឹងពាក្យរិះគន់ចំពោះការគ្រប់គ្រងអំណាចរបស់លោកអស់រយៈពេលជាង26ឆ្នាំមកនេះលោកហ៊ុនសែនបានប្រតិកម្មថាគឺប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជូនលោកមន្ត្រីអង្គការសង្គមស៊ីវិលអ្នកវិភាគនយោបាយមន្ត្រីគណៈបកមួយចំនួនបានលើកឡើងថាការស្លាប់របស់អតីតមេដឹកនាំផ្ដាច់ការនៅប្រទេសលីប៊ីគឺលោកម៉ូម៉ៅហ្កាដាហ្វីជាសារមួយដ៏សំខាន់សម្រាប់មេដឹកនាំផ្ដាច់ការមួយចំនួននៅប្រទេសខ្លះក្នុងពិភពលោកដើម្បីពិចារណានៅការទាមទារឲ្យចុះ